នេះរសៀលថ្ងៃទី2ខែតុលាឆ្នាំ2025សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផ្ដល់ជូនប្រជាពលរដ្ឋចំនួន323គ្រួសារក្នុងភូមិកោះប្រាក់និងភូមិកោះប្រាក់ចាស់ឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គក្រោមអធិបតីភាពអាយុដំបណ្ឌិតម៉ៅភិរុនអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាលនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលអាយុដំនូសាខនប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលនិងអាយុដំគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកោះប្រាក់ក្នុងឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលអាយុដំគួយចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍សំណេះសំណាលនិងនាំមកនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករលឹកនិងអាណិតអាសូរជាពន់ពេកអាយុដំបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានជានិច្ចជាកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនិងជនងាយរងគ្រោះបំផុតនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាមួយគ្នានេះដែរសម្ដេចតែងបានណែនាំដល់មន្ត្រីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ចុះពិនិត្យផ្ទាល់អំពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋានដោយគ្មានការរើសអើងប្រកាន់ពូជសាសន៍សាសនាប្រពៃណីពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយនៅក្នុងឱកាសនោះដែរអាយុដំបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះមេត្តាប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសនិងត្រូវថែរក្សាការពារចំពោះកុមារតូចៗនិងចាស់ជរាដោយត្រូវរកទីទួលសុវត្ថិភាពជូនពួកគាត់ជៀសវាងខ្លាចជួបនៅគ្រោះលង់ទឹកស្លាប់ដោយយថាហេតុម្យ៉ាងទៀតបងប្អូនត្រូវអនុវត្តនៅអនាម័យស្អាត3ប្រការគឺការហូបស្អាតការផឹកស្អាតនិងការរស់នៅស្អាតប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារប្រកបនឹងមានសុភមង្គលជាក់ជាពុំខានអំណោយមនុស្សធម៌បានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុងមួយគ្រួសារទទួលបានអង្ករ25គីឡូក្រាមមី1កេសទឹកស៊ីអ៊ីវ1យួរទឹកត្រី1យួរត្រីខ1យួរនិងថវិកាចំនួន50000រៀលនិងមួយចំនួនទៀតប្រគេនជូនវត្តកោះប្រាក់អង្ករ100គីឡូក្រាមទឹកសុទ្ធ2កេសទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរនិងបច្ច័យ40000រៀល